ជំរាបសួរខ្ញុំបាទឈ្មោះខ្វាតប៊ុនរតជាអតីតនិស្សិតដែលបញ្ចប់ការសិក្សាពីសាធារណរដ្ឋកូរ៉េផ្នែកវិស្វកម្មសុខភាពហើយខ្ញុំមាន specialist ខាងសុខភាពការងារហើយបច្ចុប្បន្នខ្ញុំជាសមាជិកនៃសមាគមអតីតនិស្សិតមកពីកូរ៉េហើយក៏កំពុងតែបម្រើការងារនៅនាយកដ្ឋានពេទ្យការងារនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈថ្ងៃនេះខ្ញុំនឹងលើកយកtopic មួយពាក់ព័ន្ធជាមួយនឹង ergonomic មកចែកជូនដល់បងប្អូនសាធារណជនក៏ដូចជាអ្នកធ្វើការទាំងអស់ដើម្បីឲ្យស្វែងយល់ជាចំណេះដឹងមួយក្នុងការបំពេញការងារអញ្ចឹងតើបងប្អូនឬក៏សាធារណជនយល់ថាដូចម្ដេចដែលហៅថាពាក្យថា ergonomic នេះដែរឬទេអញ្ចឹងជាដំបូងឡើយយើងត្រូវយល់អំពីពាក្យថា ergonomic សិនអញ្ចឹង ergonomic នេះគឺជាវិធីសាស្ត្រឬក៏វិទ្យាសាស្ត្រក្នុងការរៀបចំប៉ុស្តិ៍ការងារក៏ដូចជាឧបករណ៍ឬសម្ភារៈឬក៏កិច្ចការងារផ្សេងៗដើម្បីវាសមស្របទៅតាមសមត្ថភាពឬក៏ដែនកំណត់នៃរាងកាយរបស់យើងអញ្ចឹងគោលបំណងនៃការរៀបចំនេះគឺដើម្បីឲ្យកន្លែងការងាររបស់យើងក៏ដូចជាបរិយាកាសការងារប្រកបដោយផាសុកភាពមានសុវត្ថិភាពនិងមានសុខភាពល្អអញ្ចឹងតើមូលហេតុអ្វីបានជាយើងត្រូវយកចិត្តទុកដាក់ទៅលើបញ្ហា ergonomic នេះអញ្ចឹងមូលហេតុចម្បងដែលយើងត្រូវតែយកចិត្តទុកដាក់ទៅលើបញ្ហា ergonomic គឺដោយសារតែទី1នៅពេលដែលយើងរៀបចំអត់បានយកចិត្តទុកដាក់ទៅលើបញ្ហា ergonomic នេះវានឹងអាចបណ្ដាលយើងទៅជារបួសស្នាមហើយនឹងការងាររបស់យើងគឺមិនមានសុវត្ថិភាពហើយទី2វាអាចបង្កើនផលិតភាពការងាររបស់យើងនៅពេលដែលយើងរៀបចំទីកន្លែងការងារក៏ដូចជាជំហរការងារឬក៏កន្លែងអង្គុយឬក៏ការលើកដាក់វត្ថុផ្សេងៗនៅពេលយើងបំពេញការងារបានត្រឹមត្រូវនៅផលិតភាពការងារយើងក៏នឹងកើនឡើងដែរហើយទី3គឺយើងកាត់បន្ថយការចំណាយទៅលើការព្យាបាលផ្សេងៗដូចជានៅពេលដែលយើងមានរបួសស្នាមនៅកំឡុងពេលដែលយើងបំពេញការងារគឺយើងនឹងត្រូវចំណាយទៅលើការព្យាបាលក៏ដូចជាការទៅសម្រាកនៅមណ្ឌលសុខភាពហើយមួយទៀតគឺបង្កើនពេលវេលានៃការងារហ្នឹងបានយូរឬកាត់បន្ថយភាពអវត្តមានរបស់អ្នកធ្វើការដូចជាបុគ្គលិកក៏កម្មករនិយោជិតនៅពេលដែលយើងរៀបចំការងារបានត្រឹមត្រូវបានសមស្របនោះនឹងមិនមានរបួសស្នាមហើយក៏ភាពអវត្តមានហ្នឹងវានឹងកាត់បន្ថយផងដែរនៅពេលដែលយើងរៀបចំអត់បានយកចិត្តទុកដាក់ទៅលើបញ្ហា ergonomic នេះតើវាអាចបណ្ដាលឲ្យយើងឲ្យរាងកាយយើងមានបញ្ហាអ្វីខ្លះអញ្ចឹងទី1គឺវាអាចបណ្ដាលឲ្យយើងចុករោយខ្នងដោយសារតែយើងរៀបចំកៅអីអង្គុយក៏ដូចជាធ្វើការដាក់កម្ពស់នៃ laptop ឬក៏ឯកសារយើងអត់បានត្រឹមត្រូវហើយទី2វាអាចបណ្ដាលឲ្យយើងចុករោយស្មាក៏ដូចជាឈឺកនៅពេលដែលយើងខំប្រឹងអោនធ្វើការពេកឬក៏ងើយធ្វើការពេកហើយទី3វាអាចបណ្ដាលឲ្យយើងស្ពឹកដៃស្ពឹកកដៃឬក៏ម្រាមដៃនៅពេលដែលយើងដាក់ keyboard ឬក៏ដាក់ mouse អត់បានត្រឹមត្រូវហើយប្រើប្រាស់រយៈពេលយូរពេកហើយទី4វាអាចបណ្ដាលឲ្យយើងមានបញ្ហាភ្នែកដោយសារតែយើងអត់បានសារ៉េអេក្រង់របស់កុំព្យូទ័រក៏ដូចជាឯកសារឬក៏ការសៀវភៅផ្សេងៗឲ្យបានត្រឹមត្រូវសមស្របទៅតាមភ្នែកហើយនឹងការសារ៉េពន្លឺអេក្រង់ឲ្យបានត្រឹមត្រូវហើយទី4វាអាចបណ្ដាលឲ្យយើងចុករោយជើងឬក៏ជង្គង់ពាក់ព័ន្ធជាមួយនឹងផ្នែកខាងក្រោមដោយសារតែយើងអង្គុយដាក់ជើងអត់បានត្រឹមត្រូវឬក៏យើងឈររយៈពេលយូរឬក៏ឈរដោយមិនមានជំនួយឬក៏អ្វីដែលយើងអាចទប់បានតើមានគន្លឹះសំខាន់អ្វីខ្លះដែលយើងត្រូវយកចិត្តទុកដាក់ពាក់ព័ន្ធជាមួយនឹងបញ្ហា ergonomic នេះដែរអញ្ចឹងគន្លឹះសំខាន់ដែលយើងត្រូវយកចិត្តទុកដាក់ទៅលើបញ្ហា ergonomic នៅកន្លែងធ្វើការនេះគឺមាន4ចំណុចបាទទី1គឺការរៀបចំអាសនៈកាយឬក៏កន្លែងការងារដែលយើងអង្គុយឬក៏ឈរធ្វើការអញ្ចឹងយើងត្រូវរៀបចំដុំកាយរបស់យើងឲ្យវាស្មើនឹងកែងដៃរបស់យើងទោះបីជាយើងអង្គុយក៏ដោយទោះបីយើងឈរក៏ដោយក៏យើងត្រូវរៀបចំឲ្យវាស្មើកែងដៃដើម្បីកុំឲ្យ
ខ្លួនយើងវាត្រូវអោនពេកឬក៏ងើយពេកអញ្ចឹងត្រូវរៀបចំឲ្យដងខ្លួនយើងសមស្របដើម្បីបំពេញការងារបានស្រួលក៏ដូចជាមានផាសុកភាពបាទទី2គឺពាក់ព័ន្ធជាមួយនឹងអេរិយាបថបំពេញការងាររបស់យើងអញ្ចឹងនៅពេលដែលយើងធ្វើការមិនថាយើងអង្គុយឬក៏ឈរទេយើងត្រូវរៀបដាក់ដងខ្លួនយើងឲ្យបានត្រង់ហើយស្មាឲ្យបានស្មើយើងកុំអោនពេកឬក៏ងើយពេកហើយនៅពេលដែលយើងការងារដែលយើងឈរយូរឬក៏អង្គុយយូរពេកយើងត្រូវងើបត្រូវដើរងើបចេញខ្លះដើម្បីកុំឲ្យវាមានភាពស្ពឹកស្រពន់ដៃរបស់យើងហើយនៅពេលដែលយើងត្រូវលើកដាក់អីវ៉ាន់ផ្សេងៗក៏យើងត្រូវលើកឲ្យបានសមស្របឲ្យស្របជាមួយនឹងទម្ងន់ដែលយើងអាចលើកបានបាទទី3គឺពាក់ព័ន្ធជាមួយនឹងការសម្រាកក៏ដូចជាការរៀបចំសកម្មភាពការងាររបស់យើងអញ្ចឹងនៅពេលដែលយើងបំពេញការងារយូរពេករាងកាយរបស់យើងត្រូវការសម្រាកដូច្នេះយើងត្រូវតែសម្រាកអាចក្នុងរយៈពេល20នាទីយើងត្រូវសម្រាកម្ដងហើយមួយទៀតយើងត្រូវធ្វើការ stretching ឬក៏ធ្វើការពុតដៃពុតជើងពុតខ្លួនរបស់យើងនៅពេលដែលយើងអង្គុយយូរពេកឈរយូរពេកឬក៏ធ្វើសកម្មភាពដដែលយូរពេកហើយមួយទៀតនៅពេលដែលយើងប្រើប្រាស់អេក្រង់កុំព្យូទ័រក៏ដូចជា laptop ច្រើនពេកយើងត្រូវតែសម្រាកភ្នែករបស់យើងអំពីពន្លឺអេក្រង់ laptop ក៏ដូចជា computer អញ្ចឹងនៅក្នុងរយៈពេល20នាទីដូចគ្នាដែរគឺយើងត្រូវតែសម្រាកភ្នែករបស់យើងម្ដងឲ្យបានក្នុងរយៈពេល20វិនាទីយ៉ាងតិចហើយយើងអាចងាកចេញពីអេក្រង់កុំព្យូទ័ររបស់យើងមើលទៅឲ្យបានឆ្ងាយរយៈពេល20 feet ឬក៏6 ម៉ែត្រក្នុងរយៈពេល20វិនាទីនេះគឺជាការ stretching ភ្នែករបស់យើងមួយទៀតគឺពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ឧបករណ៍ដែលយើងក្នុងការបំពេញការងាររបស់យើងដូចជា laptop computer ឬក៏ keyboard ឬក៏ mouse អញ្ចឹងនៅពេលដែលយើងបំពេញការងារភាគច្រើនបុគ្គលិកក្រុមហ៊ុនឬក៏អ្នកធ្វើការដែលគាត់ធ្វើការជាមួយនឹង screen laptop ច្រើនអញ្ចឹងគាត់អាចមានបញ្ហាពាក់ព័ន្ធជាមួយភ្នែកដូច្នេះហើយយើងត្រូវសេរីពន្លឺ laptop អេក្រង់របស់យើងអេក្រង់ laptop របស់យើងឲ្យបានត្រឹមត្រូវកុំឲ្យវាភ្លឺពេកឬក៏កុំឲ្យវាងឹតពេកហើយបើសិនជាយើងធ្វើការបំពេញការងារដោយមិនប្រើ laptop ទេយើងត្រូវដាក់ពន្លឺភ្លើងឲ្យបានគ្រប់គ្រាន់កុំឲ្យវាពន្លឺតិចពេកវាអាចបណ្ដាលឲ្យទៅជាបញ្ហាស្វាងភ្នែកហើយមួយទៀតក្នុងការរៀបចំជា mouse ឬក៏ keyboard បាទអញ្ចឹងក្នុងការប្រើប្រាស់ mouse ឬក៏ keyboard យើងត្រូវដាក់ដៃឲ្យត្រង់និងស្មើដើម្បីប្រើប្រាស់ mouse ឬ keyboard ឬក៏យើងអាចប្រើប្រាស់ជាឧបករណ៍ជំនួយផ្សេងដើម្បីដាក់ keyboard កុំឲ្យយើងអោនពេកឬក៏កុំឲ្យយើងងើយពេកអញ្ចឹងយើងត្រូវរៀបកន្លែង keyboard ឬក៏ mouse ហ្នឹងឲ្យវាមានភាពងាយស្រួលក្នុងការធ្វើការអញ្ចឹងតើមានរោគសញ្ញាអ្វីខ្លះដែលកើតទៅលើរាងកាយរបស់យើងដែលបញ្ជាក់ថាយើងរៀបចំ ergonomic នេះអត់បានត្រឹមត្រូវអញ្ចឹងទី1គឺយើងឈឺសាច់ដុំឈឺសន្លាក់ឬក៏ឈឺឆ្អឹងនៅតាមខ្នងចង្កេះឬក៏កន្លែងផ្សេងៗនៃដងខ្លួនរបស់យើងហើយទី2គឺយើងមានស្ពឹកជាបញ្ហាស្ពឹកឬក៏ញៀនរបស់យើងចុះខ្សោយទី3គឺសមត្ថភាពក្នុងការចាប់កាន់ក្តាប់គឺវាមានការថយចុះហើយទី4គឺយើងមានបញ្ហាស្វាំងភ្នែកឈឺភ្នែកឬក៏បញ្ហាក្តៅភ្នែកជាដើមហើយទី4នោះគឺយើងអស់កម្លាំងយើងប្រមូលអារម្មណ៍អត់បានល្អយើងផ្ដោតអារម្មណ៍អត់បានល្អក្នុងការធ្វើការយើងមានអារម្មណ៍ថាអត់សូវស្រួលខ្លួនដូចជាមានបញ្ហាអីមួយក្នុងខ្លួនហើយទី4គឺយើងអាចជាមានបញ្ហាបែកញើសច្រើនអាសាបែកញើសហើយមួយទៀតគឺអាចរមួលក្រពើឬក៏រមួលសាច់ដុំជាដើមដូច្នេះបើសិនជាយើងសង្កេតឃើញមានអាការៈដោយដែលខ្ញុំបានជម្រាបពីខាងលើអំបញ្ញមិញអញ្
ចឹងយើងត្រូវតែពិនិត្យទៅលើការរៀបចំ economic របស់យើងឡើងវិញដោយដែលខ្ញុំបានជម្រាបជូនខាងលើដែលវាមាន4ចំណុចទី1គឺយើងត្រូវរៀបចំអាសនៈការងារកន្លែងធ្វើការឲ្យបានសមត្រឹមត្រូវនិងសមរម្យហើយទី2គឺយើងត្រូវរៀបចំអេរិយាបថក្នុងការបំពេញការងាររបស់យើងឲ្យបានត្រឹមត្រូវនិងសមស្របដែលមានដូចជាការអង្គុយការឈរជាដើមហើយទី3យើងត្រូវរៀបចំដាក់ឧបករណ៍ឬក៏ឧបករណ៍ដែលយើងធ្វើការហ្នឹងឲ្យបានត្រឹមត្រូវសមស្របទៅតាមការងាររបស់យើងហើយចុងបញ្ចប់នោះគឺយើងត្រូវតែសម្រាប់ធ្វើការ stretching សម្រាប់ភ្នែកសម្រាប់ដៃជើងរបស់យើងដែលយើងធ្វើការហ្នឹងហើយចុងបញ្ចប់គឺយើងអាសាតាមដានអាការៈរបស់យើងបើសិនជាយើងមានអាការៈដូចជាឈឺសន្លាក់ឈឺសាច់ដុំឈឺឆ្អឹងយើងអាចទៅពិគ្រោះជាមួយខាងគ្រូពេទ្យដើម្បីឲ្យយើងអាចព្យាបាលឬក៏បង្ការជំងឺបានទាន់ពេលវេលាបាទជាចុងក្រោយក៏ខ្ញុំបាទសូមសំណូមពរឲ្យបងប្អូនសាធារណជនទាំងអស់យកចិត្តទុកដាក់ទៅលើបញ្ហា economic ទាំងអស់គ្នាដើម្បីឲ្យយើងបំពេញការងារប្រកបដោយសុខភាពនិងសុខុមាលភាពហើយនឹងការងារប្រកបដោយផលិតភាពនិងនិរន្តរភាពហើយជាចុងក្រោយក៏ខ្ញុំបាទសូមធ្វើការថ្លែងអំណរអគុណចំពោះសាធារណជននិងបងប្អូនទាំងគ្នាបានតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយសង្ឃឹមថាវីដេអូនេះគឺជាចំណេះដឹងមួយដែលមានប្រយោជន៍សម្រាប់សាធារណជនក៏ដូចជាបងប្អូនទាំងគ្នាផងដែរបាទសូមអរគុណ